ស្ដីបងប្អូនអរគ្នាសូមស្វាគមន៍ការចូលមកកាន់វីដេអូឃ្លីបខ្ញុំមួយនេះវីដេអូនេះចង់បង្ហាញបងប្អូនអរគ្នាអំពីរបៀបផ្លាស់ប្ដូរលេខទូរស័ព្ទដៃនៅក្នុង account Facebook របស់យើងបាទហើយយើងចង់ដូរលេខចាស់មកលេខថ្មីឬក៏បងប្អូនអាចបន្ថែមជា Gmail ក៏បានដែរសម្រាប់ងាយស្រួលពេលយើងធ្វើការដូរaccount ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងចូលមកក្នុងកម្មវិធីFacebook របស់យើងមកចូលមកកន្លែងaccount ទូរស័ព្ទដៃរបស់យើងហើយបងប្អូនរកពាក្យថាអឺ setting and privacy បាទចុចឲ្យបងប្អូនរកពាក្យថា setting ទៀតហើយបន្ទាប់មកបងប្អូន scroll មករកពាក្យថាអឺហើយបងប្អូនមករកពាក្យបងប្អូនចុចកន្លែងនេះបងប្អូនpersonal and detail នេះមកហើយបងប្អូនរកពាក្យថានេះបងប្អូន personal and detail នេះមកបន្ទាប់ពី password and security នេះខាងក្រោមហ្នឹងកន្លែងនេះបងប្អូនបាទចុចដល់ហ្នឹងមកហើយបងប្អូនចុចកន្លែងនេះហើយបងប្អូននឹងឃើញលេខទូរស័ព្ទដៃឬក៏ Gmail ដែលយើងបានភ្ជាប់ជាមួយ account ហ្នឹងណាបងប្អូនអញ្ចឹងបងប្អូនអាច add លេខថ្មីចូលបានហើយបងប្អូន add ជា Gmail ក៏បានឬក៏លេខទូរស័ព្ទដៃក៏បានដែរអញ្ចឹងបងប្អូនចុចកន្លែង add នេះមកហើយបងប្អូនបញ្ចូលលេខទូរស័ព្ទដៃរបស់យើងតើបងប្អូនចុចអឺដានហើយបងប្អូនចុចnext មកទៀតពេលនោះក្រុមហ៊ុននឹងផ្ញើសារមកកាន់លេខទូរស័ព្ទរបស់យើងហើយអញ្ចឹងបងប្អូនយកលេខចំនួន6ខ្ទង់មកដាក់កន្លែងហ្នឹងបងប្អូនបាទ105 208បន្ទាប់បងប្អូនយកលេខកូដដែលក្រុមហ៊ុនផ្ញើមកលេខទូរស័ព្ទរបស់យើងហើយបងប្អូនទៅពេញហើយបងប្អូនចុច connect មកបាទបន្តមកយើងនឹងបានលេខទូរស័ព្ទដែលយើងបាន add មិញហ្នឹងបងប្អូនបាទអញ្ចឹងបងប្អូនអាចធ្វើការលុបលេខចាស់ៗដែលយើងបានភ្ជាប់ពីមុនមកណាបងប្អូនអាចចុចលុបបងប្អូនចុចគ្រាន់តែចុចលើវាហ្នឹងមកទៅលេខណាដែលបងប្អូនចង់លុបហើយបងប្អូនចុចពាក្យថា delete number ហ្នឹងបងប្អូនអញ្ចឹងបងប្អូននឹងលុបតើមកបងប្អូនវាយ password បងប្អូនដែល password Facebook បងប្អូនណាបងប្អូនវាយ password Facebook បងប្អូនទៅនឹងលុបលេខដែលចាស់ៗដែលយើងបានធ្វើការភ្ជាប់ពីមុនមកហើយបងប្អូនបាទអញ្ចឹងវីដេអូនេះតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការទស្សនាវីដេអូឃ្លីបខ្ញុំមួយនេះបាទជួបគ្នាវីដេអូក្រោយបាទ